ផ្កាយមកពីភពក្រៅមួយបានទម្លុះកញ្ចក់ហើយធ្លាក់មកលើអ៊ិតបន្ទាប់មកវាបានផ្លាស់ប្ដូររូបរាងយ៉ាងលឿនដូចផ្លេចបន្តក្នុងរយៈពេលតិចជាងកន្លះឆ្នាំអាចផ្កាយបានបង្ហាញរូបរាងពិតរបស់វាមុនពេលដែលក្មេងស្រីដែលដើរកាត់នោះមានប្រតិកម្មទាន់អាចផ្កាយក៏បានហើបមកទូចរបស់វាបន្ទាប់មកប្រម៉ោយដ៏មុតស្រួយមួយបានលូកជិនពីពូដ៏មានពណ៌ចម្រុះរបស់វាប៉ុន្តែសំណាងល្អដែលវាមានគោលការណ៍វាគ្មានបំណងធ្វើបាបនរណានោះទេក្មេងស្រីដែលភ័យខ្លាចខ្លាំងណាស់កំពុងតែរកភ្លឺរត់គេតអាត្មកាយបានបំបែកចិនជាប្រម៉ោយរាប់មិនអស់ហើយបានចាប់ដើមវាយប្រហារភ្លាមៗដោយមិននិយាយអ្វីទាំងអស់ក្នុងរយៈពេលដ៏ខ្លីអ្នកភូមិម្នាក់បានរងគ្រោះហើយបានទម្លាក់ក្បាលចុះបាត់បង់ស្មារតីម្ដងម្នាក់នៅពេលដែលពួកគេមានស្មារតីឡើងវិញពួកគេមិនហ៊ានបង្អង់យូរឡើយហើយបានរត់យ៉ាងលឿនតាមដៃធ្វើទៅបានអ្នកដែលរត់យឺតគឺបិទជាស៊យណាស់រាងកាយរបស់ពួកគេត្រូវបានចាក់ទម្លុះភ្លាមត្រឹមតែមួយប្រព្រឹត្តភ្នែកបរិះនោះបានស្លាប់បាត់បង់ជីវិតទៅហើយរឿងនេះបានធ្វើឲ្យបរិះចំណាស់ម្នាក់ភ័យរហូតដល់នោមដាក់ខោហើយបានស្ទុះទៅពួនក្នុងទូភ្លាមគាត់គិតថាបានរួចផុតពីសេចក្តីស្លាប់ទៅហើយប៉ុន្តែមិនដឹងថាអ្វីៗទាំងអស់គឺឥតប្រយោជន៍នោះទេមនុស្សគ្រប់រូបដែលត្រូវបានប្រម៉ោយនោះតាមដានគឺត្រូវបានវាគ្រប់គ្រងទាំងអស់ដោយគ្មានករណីលើកឡើងចប់ហើយលើកនេះពិតជាចប់មែនតើហើយនៅក្នុងគ្រាដ៏មានគ្រោះថ្នាក់បំផុតនេះរវាងរស់និងស្លាប់នេះសំណាងល្អដែលម្ចាស់របស់វាបានមកដល់ទាន់ពេលវេលាវិនិច្ឆ័យទីបន្ទាប់អាចផ្កាយបានដកប្រម៉ោយរបស់វាចូលវិញហើយបានប្រែរូបរាងទៅជាសភាពដើមវិញយ៉ាងឆាប់រហ័សអ្នកភូមិទើបតែអាចសង្គ្រោះជីវិតបាននៅពេលនេះដើម្បីជៀសវាងកុំឲ្យរឿងបែបនេះកើតឡើងម្ដងទៀតបរិះនោះបានរើសយកអាចផ្កាយពីលើដីហើយបានឡើងយានអវកាសចាក់ចេញពីភពផែនដីភ្លាម